ជំរាបសួរថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយដែលវីដេអូនោះខ្ញុំធ្លាប់និយាយម្ដងហើយប៉ុន្តែដោយសារខ្ញុំអស់ចិត្តខ្ញុំបកស្រាយម្ដងទៀតកាលពីមុនណានៅក្នុងប្រទេសឥណ្ឌាគេមានគ្រូបង្រៀនសិស្សមួយក្រុមហើយបង្រៀនភាគច្រើនគឺសិតតែជាកូនអ្នកមានដល់ពេលចឹងទៅថ្ងៃមួយកូនអ្នកកសិករកូនអ្នកក្រម្នាក់ហ្នឹងគាត់ចង់មកចូលរៀនជាមួយនឹងក្រុមហ្នឹងជាមួយនឹងលោកគ្រូនឹងដែរប៉ុន្តែត្រូវបានលោកគ្រូនឹងបដិសេធដោយសារតែឃើញមើលទៅគាត់មិនមានលទ្ធភាពហើយគាត់ជាកូនអ្នកក្រស្រុកស្រែចំការអញ្ចឹងណាដល់ពេលចឹងទៅគ្រូនឹងពិបាកនៅក្នុងការបដិសេធដោយសារតែគាត់ជាអ្នកអប់រំគេអញ្ចឹងណាអញ្ចឹងគាត់ក៏បានប្រាប់ទៅកូនក្មេងកូនសិស្សម្នាក់ហ្នឹងថាមិនបាច់មកចូលរៀនជាមួយគាត់ទេដោយសារតែគាត់នឹងកូនហ្នឹងគឺអត់មានបាត់ដៃមានន័យថាអត់មានស្នាមបាត់ដៃហ្នឹងជាអ្នកសិក្សាឬក៏ជាអ្នកចេះដឹងអីទៅអនាគតទេអាចនិយាយបានថាមិនមែនជាអ្នកមាននៅទៅអនាគតអីចឹងណាដល់ពេលចឹងទៅក្មេងហ្នឹងគាត់បានលឺហើយគាត់នៅតែក្នុងចិត្តគាត់មិនអស់ចិត្តចឹងដោយសារតែគាត់ចង់រៀនគាត់ស្វែងរកដោយសារតែគេល្បីថាគ្រូនឹងបកាយអីចឹងណាចឹងទៅគ្រូនឹងនៅតែបដិសេធធ្វើមិនកុំឲ្យកូនកសិករនឹងបានចូលរៀនពីព្រោះមើលទៅគាត់មិនមានលទ្ធភាពអីចឹងណាដល់ពេលចឹងទៅគាត់នៅតែនិយាយថាអត់មានខ្សែបាត់ដៃដែលជាអ្នកសិក្សាជាអ្នកចេះដឹងអីទៅអនាគតទេមិនបាច់ខំប្រឹងទេវាសនារបស់កូននឹងគឺត្រឹមតែជាអ្នកធ្វើស្រែចម្ការតែប៉ុណ្្នឹងឯងដល់ពេលដែលកូនក្មេងហ្នឹងកូនសិស្សហ្នឹងគាត់ស្ដាប់ហើយណាគាត់គិតថាបើដៃគាត់ហ្នឹងអត់មានឧទាហរណ៍ថាដៃគាត់អត់មានអក្សរអឹមអញ្ចឹងណាដៃគាត់ហ្នឹងអត់មានខ្សែវាសនាហ្នឹងទេអញ្ចឹងកូនសិស្សហ្នឹងគាត់ស្ដាប់ហើយគាត់ក៏យកកូនកបិតទាញឆោតហ្មងឆោតហើយដៃគាត់ហ្នឹងក៏ប្រឡាក់ឈាមក៏ខ្លាក់អញ្ចឹងហើយគាត់ប្រាប់ទៅលោកគ្រូថាលោកគ្រូឥឡូវមានហើយនៅកាលពីមុនលោកគ្រូថាដៃខ្ញុំអត់មានខ្សែវាសនាជាអ្នករៀនសូត្រជាអ្នកចេះដឹងឥឡូវនេះខ្ញុំបានឆោតវាមានខ្សែវាសនាហើយអញ្ចឹងមានហើយនៅប៉ុណ្ណឹងដល់ពេលអញ្ចឹងលោកគ្រូនឹងងាកមកឃើញថាការតាំងចិត្តរបស់ក្មេងនឹងមុតមមពេកបដិសេធឡើងកើតអូខេក៏ទទួលយកគាត់យកមកអប់រំយកមកសិក្សាជាមួយទៅនៅក្នុងរឿងហ្នឹងគឺចង់បញ្ជាក់ប្រាប់ថាពេលខ្លះទៅណាគ្រូទាយដែលមួយចំនួនឬក៏គ្រូហុងស៊ុយមួយចំនួនដែលគាត់តែងតែនិយាយថាអ្នកនេះចេះអ្នកនេះចោះអញ្ចឹងវាអាស្រ័យលើការជឿរបស់យើងវាអាស្រ័យទៅលើផ្នត់គំនិតរបស់យើងទេខ្ញុំមិនមែនបង្ហាញឬក៏ខ្ញុំនិយាយថាអ្នកឲ្យអ្នកទាំងអស់គ្នាជឿឬក៏មិនជឿទេតែអាស្រ័យទៅលើការគិតគេថាគិតដោយបញ្ញាគិតដោយសតិអញ្ចឹងណាជឿដោយមានបញ្ញាអញ្ចឹងទៅហើយនៅមានរឿងមួយចំនួនទៀតដូចកាលពីខ្ញុំរៀនថ្នាក់ទី11ខ្ញុំចាំដល់រាល់ថ្ងៃនៅពេលដែលខ្ញុំទៅសេអក្សរអញ្ចឹងគ្រូមុខវិជ្ជាភូមិវិទ្យាហ្នឹងគាត់មកប្រាប់ខ្ញុំមកចេះអក្សរខ្ញុំហ្នឹងមិនអាចคล้ายទៅជាអីទេបានមកត្រឹមតែចង់និយាយថាអត់បានធ្វើការងារអីធំដុំទេមិនបានធ្វើអីទេគ្រូបរៀនក៏បានធ្វើអីក៏បានធ្វើដែរអញ្ចឹងរហូតមកដល់ពេលនេះបើសិនជាគាត់នៅមានជីវិតណាខ្ញុំចង់គាត់ឃើញថាតើខ្ញុំនៅកន្លែងណាខ្ញុំជាអ្នកណាខ្ញុំចង់និយាយថាពាក្យសម្ដីរបស់គាត់ណាมันអាចមកបង្អាក់នៅការក្តីសម័យរបស់ខ្ញុំពាក្យសម្ដីរបស់គាត់มันអាចមកដាក់មានន័យថាមកដាក់កម្រិតឬក៏ដាក់ limit ឲ្យខ្ញុំថាខ្ញុំនៅជាស្អីកូនអ្នកក្រីក្រมันអាចមានឱកាសបានទៅចូលកន្លែងការសិក្សាល្អឬមួយក៏ការងារល្អខ្ញុំអត់យកទាំងអស់ហ្នឹងមកទេតែសំខាន់គឺខ្ញុំជឿជាក់លើខ្លួនឯងក្តីសម័យខ្ញុំចង់ធ្វើអីគឺខ្ញុំតាមស្វែងរកក្តីសម័យខ្ញុំដើម្បីបំពេញដើម្បីធ្វើវាឲ្យខ្លាយទៅជាការពិតមួយទៀតនៅមានរឿងជាច្រើនណាស់ដែលតាក់ទងទៅនឹងការជឿដែលតាក់ទងទៅនឹងផ្នត់គំនិតមនុស្សមួយចំនួនអ្នកខ្លះគាត់មុនពេលដែលគាត់ទិញផ្ទះធ្វើផ្ទះទិញឡានថ្មីឬក៏អីយើងគាត់តែងតែរើអ្នកនេះរើគ្រូនេះរើអីនេះអញ្ចឹងពណ៌អីលេខស្លាកលេខចេះស្លាកលេខចោះអញ្ចឹងណាខ្ញុំនៅតែមានគំនិតមួយសម្រាប់ខ្លួនឯងថានៅពេលដែលយើងជឿជាក់មកលើខ្លួនឯងណាអាបៃជំនឿក្រៅខ្លួននឹងវាលែងមានឥទ្ធិពលឬក៏វាលែងមានអីសំខាន់សម្រាប់យើងហើយខ្ញុំសួរថាអញ្ចឹងនៅពេលដែលយើងឧទាហរណ៍គេថាកុំជិះឡានពណ៌ខ្មៅអត់មានរិស័យឬមួយក៏មានបញ្ហាច្រើនតែសួរថាចង់គេផលិតឡានពណ៌ខ្មៅមកដើម្បីអីអាហ្នឹងខ្ញុំឃើញខ្ញុំលើពាក្យច្រើនគេនិយាយអញ្ចឹងណាកុំយកផ្លាកលេខឡានចេះវាអត់ល្អចេះមួយប៉ុន្តែតាមពិតទៅការមានបញ្ហាឬការគ្រោះថ្នាក់វាមិនអាស្រ័យទៅលើពណ៌វាមិនអាស្រ័យទៅលើលេខទេគឺអាស្រ័យទៅលើអ្នកបើកបរនឹងមានការប្រុងប្រយ័ត្នប៉ុណ្ណាអ្នកបើកបរនឹងមានស្មារតីប៉ុន្មានមានការទទួលខុសត្រូវប៉ុន្មានហើយគាត់គឺជាមនុស្សបែបណាប្រហើនមិនគោរពច្បាប់មិនគោរពអីផ្សេងអញ្ចឹងណាអាហ្នឹងជាការយល់ឃើញរបស់ខ្ញុំប៉ុន្តែខ្ញុំគិតថាអញ្ចឹងមករយៈហ្នឹងដោយសារតែខ្ញុំឃើញការបណ្ដាញសង្គមគឺគេផុសទៅលើការជឿទៅលើគ្រូហុងស៊ុយគ្រូអីផ្សេងអញ្ចឹងណាសូម្បីតែខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើផ្ទះណាមានអ្នកមួយចំនួនគេឲ្យខ្ញុំដើរគ្រូហុងស៊ុយធ្វើចេះធ្វើចោះខ្ញុំគិតថាខ្ញុំមិនគួរណាចំណាយលុយ
ខំប្រឹងរលុយសឹងអីហើយដើម្បីមានលទ្ធភាពធ្វើផ្ទះហើយទៅរកគ្រូមកតង់ទៀតដើម្បីមកមើលហើយចុះបើឧទាហរណ៍ថាឆ្នាំនឹងខ្ញុំធ្វើមិនបានទេឆ្នាំក្រោយខ្ញុំធ្វើមិនបានទេ3ឆ្នាំទៀតបានខ្ញុំធ្វើបានអញ្ចឹងខ្ញុំនៅតែបន្តអត់ផ្ទះនៅចឹងមែនអានោះខ្ញុំឧទាហរណ៍ណាអញ្ចឹងខ្ញុំគិតថាអញ្ចឹងនៅពេលដែលយើងជឿជាក់មកលើខ្លួនឯងនៅពេលដែលយើងដឹងថាយើងមិនបានលុយនឹងមិនមែនបានមកពីទង្វើអាក្រក់លុយនឹងមិនមែនបានមកពីការបោកប្រាស់កេងប្រវ័ញ្ចគេហើយយើងមិនបានទៅភូតផលធ្វើបានអ្នកណាដើម្បីបានប្រយោជន៍ខ្លួនឯងខ្ញុំគិតថាដូចជាមិនទៅពាក់ព័ន្ធអីជាមួយគ្រូហុងស៊ុយគ្រូអីផ្សេងៗហ្នឹងទេអាហ្នឹងជាការយកឃើញរបស់ខ្ញុំហើយមួយទៀតគេថាផ្ទះតលទិញស្អីដាក់តលទិញអីដាក់បានមានយអ៊ុនមានហុងស៊ុយមានអីអញ្ចឹងណាហើយខ្ញុំឃើញអ្នកខ្លះគាត់អញ្ចឹងវិញគាត់ទិញរបស់ហ្នឹងដាក់តាមគេមែនប៉ុន្តែផ្ទះគាត់មើលមិនយល់គ្មានអនាម័យគ្មានសណ្ដាប់ធ្នាប់គ្មានការរៀបចំអីនិយាយរួមគឺអញ្ញែហើយទៅទិញរបស់ហ្នឹងយកមកដាក់ខ្ញុំបើសម្រាប់ខ្ញុំយល់ឃើញថាមិនចាំបាច់គ្រូហុងស៊ុយណាទេតែកាលណាគ្មានការរៀបចំគ្មានអនាម័យហើយវាគ្មានរាសីវាគ្មានអីទេហើយកូនហ្នឹងគឺត្រៀមទៅឈឺទៅដោយសារអីវាក៏ក្រិចវាស្មៅគ្រូកអាហ្នឹងជាការយកឃើញរបស់ខ្ញុំតាមបែបងាយចឹងឯងហើយនៅពេលដែលយើងមានអនាម័យយើងស្អាតយើងរស់នៅចង់និយាយថារស់នៅស្អាតហូបចុកស្អាតអាចជំងឺនឹងក៏វាអត់មានដែរអាហ្នឹងការយកឃើញរបស់ខ្ញុំណាហើយចឹងហើយខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាចេះនៅពេលដែលយើងមិនមានការជឿជាក់មកលើខ្លួនឯងណាអបិយជំនឿខាងក្រៅវានឹងរត់មករកឯងយើងមើលថាអ្នកទៅរកគ្រូទាយភាគច្រើន 99% គឺអ្នកដែលមិនសប្បាយចិត្តហើយទៅដើម្បីឲ្យគ្រូទាយលួងចិត្តហើយគ្រូទាយគាត់ដឹងច្បាស់ណាស់នៅពេលដែលអ្នកទៅរកគាត់គឺអ្នកនឹងមិនសប្បាយចិត្តរឿងនេះមួយអញ្ចឹងនៅពេលដែលគាត់និយាយស៊ើបចិត្តយើងមកគឺគាត់ដឹងច្បាស់ហ្មងថាយើងមានបញ្ហាចេះគូធ្វើចេះគូធ្វើចុះអ្នកសប្បាយចិត្តណាទៅរកគ្រូទាយយើងគិតមើលគាត់នៅសុខចិត្តដើរផ្សារដើរសោភីងដើរញ៉ាំរបស់ឆ្ងាញ់ឬក៏ទៅដើរលេងកន្លែងណាអីផ្សេងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាគួរតែស្វែងរកគេហៅថាស្វែងរកអ្វីដែលជាខ្លួនយើងណាហើយមានការជឿជាក់មកលើខ្លួនឯងមានការប្រុងប្រយ័ត្នចំពោះខ្លួនឯងនៅពេលដែលយើងមានការជឿជាក់លើខ្លួនឯងហើយយើងលែងជឿរបស់នៅក្រៅខ្លួនអ្វីដែលនៅក្រៅខ្លួនហើយដូចសំបីតែពុទ្ធិការបស់ព្រះពុទ្ធក៏អញ្ចឹងដែរត្រូវជឿជាក់មកលើខ្លួនឯងបើយើងមិនជឿលើខ្លួនយើងគ្មានអ្នកណាគេជឿលើយើងទេហើយនៅពេលដែលយើងជឿមកលើខ្លួនឯងហើយណាអ្វីផ្សេងទៀតវាគឺជារឿងបន្ទាប់បន្សំអរគុណច្រើន